លបួងសង្សារចូលក្នុងបន្ទប់រួចវាយធ្វើបាបរំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃបន្ទាប់មកបានទិញវ៉ាលីច្រកសាកសពនាងយកទៅកប់ចោលនៅក្នុងព្រៃនេះគឺជាករណីឃាតកម្មដ៏រន្ធត់មួយដែលជនល្មើសគឺជាសង្សារដែលស្គាល់គ្នាតាមអនឡាញជាបរិសុទ្ធសង្ហាមានធំហើយខ្ពស់មាននារីជាច្រើនប្រាថ្នាចង់បានប៉ុន្តែមិននឹកស្មានដល់ទេថាបរិសុទ្ធសង្ហាម្នាក់នេះគឺជាបិសាចតណ្ហា Grace កាលនៅថ្ងៃទី2ខែធ្នូឆ្នាំ1996នៅក្នុងចក្រភពអង់គ្លេសនាងគឺជាក្មេងស្រីដ៏ស្រស់ស្អាតរស់រាយរាក់ទាក់និងចូលចិត្តការផ្សងព្រេងបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកទីផ្សារនាងបានសម្រេចចិត្តធ្វើដំណើរកម្សាន្តជុំវិញពិភពលោកនាងបានទៅលេងអាមេរិកខាងត្បូងប៉េរូញូហ្សេឡែននិងប្រទេសជាច្រើនទៀតដែលសុទ្ធសឹងតែជាប្រទេសដែលមានទេសភាពស្អាតស្អាតក្រោយមកនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2018នាងបានទៅដល់ប្រទេសនូវែលសេឡង់នាងមានក្តីសុខណាស់ហាក់បីដូចជាកំពុងតែរស់នៅក្នុងក្តីសម័យអញ្ចឹងប៉ុន្តែក្តីសម័យមួយនោះត្រូវបានរលាយសាបសូន្យអស់បន្ទាប់ពីនាងបានតាក់ទងគ្នាជាមួយបុរសម្នាក់តាមកម្មវិធី Tinder នៅយប់ថ្ងៃទី2ខែធ្នូគឺជាយប់ចំថ្ងៃខួបកំណើតអាយុ22ឆ្នាំរបស់នាង Grace បានណាត់ជួបជាមួយនឹងបុរសម្នាក់ឈ្មោះថា Jesse ពួកគេទើបតែស្គាល់គ្នាតាមអនឡាញត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែ Grace បានលងស្រឡាញ់ម្នាក់នេះងប់ងល់ងើបមុខលេងរួចទៅហើយមុនពេលទៅជួបគ្នា Grace បានផ្ញើសារប្រាប់មិត្តភក្តិនាងថានាងនិង Jesse ចុះសម្រងគ្នាល្អណាស់នៅខាងក្រៅគាត់សង្ហាជាងនៅក្នុងរូបទៀតលើបែបនេះមិត្តភក្តិរបស់នាងជួយត្រេកអរជំនួសប៉ុន្តែមិននឹកស្មានដល់ទេថានោះគឺជាយប់ចុងក្រោយហើយដែល Grace នៅរស់រានមានជីវិតនៅម៉ោងប្រហែលជា 5:45 នាទីល្ងាចកាមេរ៉ាសុវត្ថិភាពចាប់បានសកម្មភាពពួកគេណាត់ជួបគ្នាលើកដំបូងពួកគេសើចសប្បាយអោបថើបគ្នានិងកាន់ដៃគ្នាឡើងចនាយន្តចូលទៅក្នុងបន្ទប់សន្តាគារពួកគេបានទៅដល់បន្ទប់សន្តាគារនៅខ្ទង់ម៉ោងប្រហែលជា10យប់បន្ទាប់ពីពេលនោះមកគ្មាននរណាម្នាក់បានឃើញនាងចេញមកពីក្នុងបន្ទប់វិញឡើយស្អែកឡើងគឺឃើញតែ Jesse ប៉ុណ្ណោះដែលបានចេញពីក្នុងបន្ទប់វិញតែម្នាក់ឯង Jesse បានធ្វើដំណើរទៅម៉ាតមួយកន្លែងគេបានទិញវ៉ាលីសាប៊ូកម្ចាត់ក្លិននិងម៉ាស៊ីនបោកកម្រាលពូកបងប្អូនដឹងអត់ Jesse បានយកវ៉ាលីនោះទៅដាក់សាកសពរបស់ Grace បន្ទាប់មកគេបានលាងសម្អាតឈាមនៅក្នុងបន្ទប់យ៉ាងស្អាត3ម៉ោងក្រោយមកគេបានទៅជួលរថយន្តមួយគ្រឿងនិងបានបើកវាមកដល់សន្តាគារពេលនោះគេបានលើកវ៉ាលីដែលផ្ទុកសាកសពរបស់ Grace ដាក់ចូលទៅក្នុងគូឡានបន្ទាប់មកបានដឹកសាកសព Grace យកទៅកប់ចោលនៅក្នុងព្រៃក្បែរជើងភ្នំប៉ូលីសបានចាប់ខ្លួន Jesse មកសួរចម្លើយគេបានឆ្លើយកុហកថា Grace បានស្លាប់ដោយចៃដន្យប៉ុណ្ណោះកំឡុងពេលដែលពួកគេកំពុងតែមានអីជាមួយគ្នាគេបន្តថា Grace ជាមនុស្សស្រីចូលចិត្តល្បែងស្នេហាបែបហិង្សាស៊ីអារម្មណ៍ដោយនាងបានបង្គាប់ឲ្យរូបគេចងដៃចងជើងនាងនិងបានបង្គាប់ឲ្យគេច្បាច់កនាងផងដែរប៉ុន្តែពេលនោះក៏ជ្រុលដៃធ្វើឲ្យនាងដាច់ខ្យល់ស្លាប់ដោយមិនដឹងខ្លួនចម្លើយបែបនេះក៏គេអាចនិយាយបានដែរពិតជាថោកទាបមែនទែនប៉ូលីសបានបញ្ជាក់ថាបន្ទាប់ពី Jesse រំលោភសម្លាប់នាងរួចគេថែមទាំងបានថតរូបសាកសពរបស់ Grace ទាំងអាក្រិតកាយរក្សាទុកក្នុងទូរស័ព្ទដៃហើយបានចូលមើលរឿងអាហារភាសម្រាប់កាមដោយខ្លួនឯងខណៈពេលដែលសាកសពរបស់ Grace កំពុងតែស្ថិតនៅក្នុងបន្ទប់ជាមួយគេទៀតផងនេះបញ្ជាក់យ៉ាងច្បាស់ថា Jesse គឺជាបិសាចល្មោកាមគឺគេមានបំណងសម្លាប់នាងដោយចេតនាច្បាស់ណាស់បន្ទាប់ពីយកសាកសព Grace យកទៅកប់រួច Jesse បានណាត់ជួបគ្នាជាមួយនឹងនារីម្នាក់ទៀតតាមរយៈកម្មវិធី Tinder ដដែលសំណាងណាស់ដែលនារីម្នាក់នោះបានបដិសេធមិនព្រមទៅដេតជាមួយ Jesse ពុំអីអាចនឹងមានមួយករណីទៀតក៏អាចថាបានប៉ូលីសបានរកឃើញថាកាលពីឆ្នាំ2019 Jesse ធ្លាប់បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ក្នុងពេលណាត់ជួបគ្នាតាម Tinder កាលពីលើកមុនស្ត្រីនោះបានអះអាងថា Jesse បានប្រើអំពើហិង្សាផ្លូវភេទដាក់នាងស្ទើរតែធ្វើឲ្យនាងដាច់ខ្យល់ស្លាប់នោះគឺជារាត្រីដ៏រន្ធត់បំផុតនៅក្នុងជីវិតរបស់នាងប៉ុន្តែនាងខ្មាស់គេមិនហ៊ាននិយាយប្រាប់រឿងនេះទៅកាន់នរណាម្នាក់ឲ្យបានដឹងឡើយចៃដន្យឃើញមុខ Jesse ក្នុងសារព័ត៌មានទើបនាងសម្រេចចិត្តចេញមកធ្វើជាសាក្សីបំភ្លឺបន្ថែមតែម្ដងចុងក្រោយតុលាការបានកាត់ទោសឲ្យ Jesse ជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មនិងការប្រើប្រាស់អំពើហិង្សាយុវជនទាំងអស់គ្នាជាពិសេសក្មួយស្រីៗរឿងនេះក៏ជាសារដាស់តឿននិងក្រើនរំលឹកដល់ក្មួយៗឲ្យចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់បើមាន Tinder នៅក្នុងទូរស័ព្ទដៃគួរតែលុបចោលទៅស្នេហាតាម Tinder ហានិភ័យណាស់